សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងបង្ហាញនៅកំហុសមួយទៀតដែលកើតឡើងនៅពេលដែលអ្នកទាំងអស់គ្នាថ្លឹងសម័យកាលកំហុសនោះគឺអ្នកទាំងអស់គ្នាមិនបានបូកធាតុដូចគ្នាបាទតែស្ថិតនៅក្នុងអង្គតែមួយនៃសម័យកាលមិនបានបូកបញ្ចូលធាតុដូចគ្នាចំនួនអាតូមណាយើងសំដៅទៅលើចំនួនអាតូមនៅពេលដែលអ្នកទាំងអស់គ្នាថ្លឹងសម័យកាលធម្មតាសម័យកាលគឺវាអាចមានធាតុដូចគ្នានឹងពី3កន្លែងចឹងទៅបាទអញ្ចឹងបើអ្នកទាំងអស់គ្នាមិនបានបូកវាបញ្ចូលគ្នាទេគឺសម័យកាលរបស់អ្នកទាំងអស់គ្នានឹងថ្លឹងគឺអត់ស្មើទេខ្ញុំលើកឧទាហរណ៍ចំនួន3បាទអញ្ចឹងនៅពេលដែលយើងថ្លឹងសម័យកាលគឺយើងមើលដែកបាទមានស្ពាន់ធរមានអុកស៊ីហ្សែនហើយមាននឹងក្លរ៉ូនេះក្លរអញ្ចឹងមានដែកស្ពាន់ធរអុកស៊ីហ្សែននិងក្លរនៅខាងនេះយើងមើលអ្វីដែលខ្ញុំចង់បញ្ជាក់ឲ្យអ្នកទាំងអស់គ្នាដឹងគឺកន្លែងនេះក៏មានកន្លែងនេះក៏មានបាទកន្លែងនេះក៏មានដែកហើយខាងនេះក៏មានដែកដែរអញ្ចឹងវាស្ថិតនៅក្នុងអង្គតែមួយទេគឺជាអង្គធាតុកកើតអញ្ចឹងកំហុសនោះគឺអ្នកនរគ្នាអត់បានយកចំនួនអាតូមនៃដែកដែលស្ថិតនៅក្នុងម៉ូលេគុលមួយនេះមកបូកបញ្ចូលគ្នាជាមួយនឹងចំនួនអាតូមដែកដែលស្ថិតនៅក្នុងម៉ូលេគុលមួយនេះអាហ្នឹងហើយដែលធ្វើឲ្យអ្នកទាំងអស់គ្នាថ្លឹងសម័យកាលមិនបានត្រឹមត្រូវអញ្ចឹងនៅពេលដែលយើងគិតទៅដែកនេះ1ដែកនេះ2អញ្ចឹងអ្នកទាំងអស់គ្នាអាចភ្លេចគិតអានោះយើងដាក់នេះ2មកអញ្ចឹងវាធ្វើឲ្យអ្នកទាំងអស់គ្នាថ្លឹងសម័យកាលទៅវាខុសអញ្ចឹងបើនេះ1អានេះ2បូក1នេះទៀតគឺ3អញ្ចឹងយើងត្រូវដាក់3នេះបាទដាក់3ហើយស្ពាន់ធរ3ស្ពាន់ធរនេះកូនមក3ដែរបាទអុកស៊ីហ្សែន3 4ដង12បាទ3 4ដង12ស្មើដែរក្លរ2ក្លរនេះ3ក្លរនេះ3អញ្ចឹងយើងត្រូវគុណនឹង3អញ្ចឹងយើងដាក់3មកវាឡើង6អញ្ចឹងនេះត្រូវដាក់2 3ដង6អញ្ចឹងដែកនេះវាឡើង2ទៀត2បូក2 4អញ្ចឹងត្រូវលុបអានេះចោលដាក់4វិញអញ្ចឹងស្ពាន់ធរវាឡើង4ណាអញ្ចឹងស្ពាន់ធរនេះឡើង4ដែរបាទអញ្ចឹងស្ពាន់ធរនេះឡើង3នៅតែ3ដដែលអញ្ចឹងសម័យកាលរបៀបហ្នឹងបើសិនអ្នកនរគ្នានៅតែថ្លឹងបន្តទៀតវានឹងធ្វើឲ្យកាន់តែច្រើនទៅអត់ស្មើទេបាទអញ្ចឹងយើងមានរបៀបមួយក្នុងការថ្លឹងសម័យកាលហ្នឹងឲ្យបានត្រឹមត្រូវបាទអញ្ចឹងអានេះ4ទៅអានេះវាឡើងអានេះមិញ3បាទអញ្ចឹងខ្ញុំមកដាក់2ទេហើយឡើង6ទេគឺខ្ញុំគុណបាទខ្ញុំថ្លឹងម្ដងទៀតគឺដែកមិញដែកនេះ3ខ្ញុំដាក់3ស្ពាន់ធរ3ស្មើអុកស៊ីហ្សែនក៏ស្មើអស់ដែរអញ្ចឹងនៅតែក្លរទេបាទក្លរអញ្ចឹងក្លរនេះ3ក្លរនេះ2អញ្ចឹងខ្ញុំដាក់នេះ3អានេះត្រូវឡើង6នេះត្រូវឡើង2អានេះត្រូវឡើង2ដែរបាទអញ្ចឹងដែក6ដែកនេះ4បូក2 6ហើយស្ពាន់ធរ6ស្ពាន់ធរ6បាទក្លរ6ក្លរនេះ6ដែរអុកស៊ីហ្សែន12គុណនឹង2គឺត្រឹមត្រូវហើយបាទហ្នឹងគឺវាមានរបៀបក្នុងការថ្លឹងមួយទៀតដែលអាចធ្វើឲ្យអ្នកនរគ្នាថ្លឹងបានរហ័សបាទយើងនឹងមានវីដេអូនិយាយអំពីរបៀបក្នុងការថ្លឹងសម័យកាលឲ្យបានរហ័សបាទមួយទៀតក្នុងនេះអ្វីដែលខ្ញុំចង់បញ្ជាក់គឺអ្នកនរគ្នាឃើញមានអុកស៊ីហ្សែនហើយកន្លែងនេះក៏មានអុកស៊ីហ្សែនដែរអានេះមានអ៊ីដ្រូហ្សែនខាងនេះក៏មានអ៊ីដ្រូហ្សែនដែរអញ្ចឹងអ្នកនរគ្នាត្រូវតែបូកវាបញ្ចូលគ្នាដោយសារតែវាស្ថិតនៅក្នុងអង្គតែមួយអញ្ចឹងបើសិនជាមិនបានបូកទេសម័យកាលគឺអត់ស្មើទេអ្នកនរគ្នាថ្លឹងអត់ស្មើទេអញ្ចឹងអ្នកនរគ្នាត្រូវយកអាតូមនៃធាតុដូចគ្នានៅអង្គតែមួយអង្គធាតុកកើតឬក៏អង្គធាតុប្រូតូកលហ្នឹងត្រូវបូកបញ្ចូលគ្នាបាទនេះក៏យ៉ាងដែរគឺអុកស៊ីហ្សែនមានខាងនេះហើយមានខាងនេះអ៊ីដ្រូហ្សែនមាន2 3កន្លែង2កន្លែងអញ្ចឹងទៅអញ្ចឹងត្រូវបូកវាបញ្ចូលគ្នាទាំងអស់អញ្ចឹងយើងមើលកាល់ស្យូម1ស្មើស្ពាន់ធរស្មើបាទអាសូត2អាសូតនេះ1ខ្ញុំដាក់លេខ2បាទអ៊ីដ្រូហ្សែន2អានេះ8បូក2 10បាទនេះ6អញ្ចឹងវាខ្វះ4ទៀតអញ្ចឹងខ្ញុំដាក់នេះ2ដង4 4បូក6 10ហេវាបូកបញ្ចូលគ្នាអញ្ចឹងអុកស៊ីហ្សែន4បូក2 8អុកស៊ីហ្សែន4បូក2 8គឺ10 8គឺស្មើគ្នាបាទនេះយ៉ាងដែរខាងនេះយើងមានអាសូតមានសូឡូយ៉ុងហើយនឹងមានអុកស៊ីហ្សែនខាងនេះអុកស៊ីហ្សែនវាមាន2កន្លែងចេះអញ្ចឹងយើងត្រូវបូកវាបញ្ចូលគ្នាបាទដំបូងយើងមើល
anh ấy smart anh ấy buồn chẳng buồn nhưng ở lại phơi smart thế buồn được bấy giống như đặt vì mà này máu mùi chẳng anh ấy đặt tới việc cao lại này đặt vì này chẳng vô anh ấy con ở đấy ban buồn hết bô cho mùa này tiết vì tiết mình ban vào mùi chẳng mấy cả nó smart và chẳng nhom trong và trẻ tha nước pe đầy miên thiết đôi khi thật nước không ong tại muối nhom trong sầm đại tha ong thiết protocol tại muối rồi có ong thiết co ca tại muối cứ nè tọt này thử tái bộ chùm luôn là tôm được bỏ về nó bằng trâu nè tập thôi ao nè tọt này thằng sầm mấy ca tới ban tầm tới và số đây nè tọt này video này nhom nâng thì với ông tí còn học mùi tiết là thôi ao nè tọt này thằng sầm mấy ca mình ban tầm tới và cầm hông nó cứ nét ở này mình bàn tục thiết oxygenនិង hydrogen ថ្លឹងពេលក្រោយបាទជាទូទៅនៅពេលដែលអ្នកនរគ្នាថ្លឹងសម័យកាលគឺជាកលឹះមួយគឺអ្នកនរគ្នាត្រូវតែថ្លឹងធាតុណាដែលមិនមែនជា oxygen និង hydrogen មុនគេមានន័យថាយើងទុកធាតុ oxygen និង hydrogen ហ្នឹងថ្លឹងតាមក្រោយបាទពេលយើងថ្លឹងរបៀបហ្នឹងទៅធ្វើឲ្យសម័យកាលរបស់យើងហ្នឹងឆាប់បានស្មើហើយវាមិនស្មុគស្មាញអញ្ចឹងបានជាខ្ញុំនិយាយថាមិនបានទុកធាតុអុកស៊ីហ្សែននិងអ៊ីដ្រូសែនហ្នឹងថ្លឹងក្រោយគេបាទឥឡូវយើងមើលនៅពេលដែលអ្នកទាំងអស់គ្នាថ្លឹងសម័យកាលយើងមើលធាតុកាល់ស្យូមមុនកាល់ស្យូមនៅមុខគេណាជាទូទៅធាតុមុខគេយើងថ្លឹងមុនណាប៉ុន្តែបើសិនជាធាតុហ្នឹងជាអុកស៊ីហ្សែនឬក៏អ៊ីដ្រូសែនយើងកុំអាលថ្លឹងអញ្ចឹងខ្ញុំនឹងថ្លឹងឲ្យមើលយើងមើលកាល់ស្យូម1កាល់ស្យូមខាងនេះ1ស្មើអញ្ចឹងអុកស៊ីហ្សែននិងអ៊ីដ្រូសែនត្រូវទុកក្រោយបើសិនជាអ្នកទាំងអស់គ្នាថ្លឹងមុនមិនថាមិនស្មើទេប៉ុន្តែពេលខ្លះអាចធ្វើឲ្យខាតពេលវេលានៅពេលដែលយើងតម្រូវចុះតម្រូវឡើងគឺវាយូរអញ្ចឹងអុកស៊ីហ្សែនអ៊ីដ្រូសែនយើងទុកក្រោយទៅយើងមើលក្លនេះ1ក្លនេះ2អញ្ចឹងខ្ញុំដាក់លេខ2បន្ទាប់មកបានយើងមើលអ៊ីដ្រូសែនមុនក៏បានអុកស៊ីហ្សែនមុនក៏បានប៉ុន្តែជាទូទៅនៅក្នុងសម័យកាលគីមីធាតុអ៊ីដ្រូសែនច្រើនវាតិចកាលណាវាតិចអ្នកទាំងអស់គ្នាគួរតែថ្លឹងអ៊ីដ្រូសែនមុនកាលណាថ្លឹងអ៊ីដ្រូសែនមុនចំនួនអាតូមតិចយើងស្រួលគិតអញ្ចឹងនៅពេលដែលអ៊ីដ្រូសែនថ្លឹងទៅស្មើទៀតគឺវាដឹងតែស្មើហ្មងអុកស៊ីហ្សែនដឹងតែស្មើតាមក្រោយអញ្ចឹងខ្ញុំមើលអ៊ីដ្រូសែននេះ2បូកនេះ2ទៀត4អញ្ចឹងខ្ញុំដាក់អានេះ2ដើម្បីឲ្យបាន4អញ្ចឹងអុកស៊ីហ្សែន 100% គឺត្រូវតែស្មើតាមអុកស៊ីហ្សែន2អុកស៊ីហ្សែននេះក៏2ដែរឃើញទេអញ្ចឹងសម័យកាលហ្នឹងគឺមានលំនឹងជាងនៅពេលដែលអ្នកទាំងអស់គ្នាថ្លឹងអុកស៊ីហ្សែននិងអ៊ីដ្រូសែនតាមក្រោយគឺវាចំណេញពេលវេលាច្រើនមួយទៀតយើងមើលអាសូតអាសូតនេះសូរ៉ូយ៉ូមសូរ៉ូយ៉ូមខាងនេះ2អញ្ចឹងខ្ញុំដាក់លេខ2អញ្ចឹងអុកស៊ីហ្សែនអ៊ីដ្រូសែនកុំអាលថ្លឹងវាបាទយើងមើលអាសូតនេះ2អាសូតនេះអត់មាន1គឺខ្ញុំដាក់លេខ2ស្ពនធម1ចឹងស្មើអស់ហើយសល់តែអុកស៊ីហ្សែននិងអ៊ីដ្រូសែនណាអញ្ចឹងយើងមើលអ៊ីដ្រូសែនមុន2អានេះ8បូក2គឺ10បាទនេះ3 2ដង6អញ្ចឹងវាខ្វះ4ទៀតដើម្បីស្មើបាន10គឺយើងដាក់2អញ្ចឹង2ដង4 4បូក2 4បូក6គឺ10អញ្ចឹងអ៊ីដ្រូសែនស្មើអុកស៊ីហ្សែនគាត់ជាស្មើដែរអុកស៊ីហ្សែននេះ4បាទអុកស៊ីហ្សែននេះ2ទៀត6នេះ4នេះ2ទៀត6គឺស្មើឃើញទេបាទមួយទៀតអាលុយវញោម2អាលុយវញោម2ស្មើបាទអញ្ចឹងស្ពាន់ធរអុកស៊ីហ្សែនកុំអាលស្ពាន់ធរ1ស្ពាន់ធរ3អញ្ចឹងខ្ញុំដាក់នេះ3ស្ពាន់ធរបាន3ស្មើអស់ហើយនៅសល់តែអុកស៊ីហ្សែនអ៊ីដ្រូសែនអញ្ចឹងយើងមើលអាណាមុនបានយើងមើលអ៊ីដ្រូសែនមុន6បាទអញ្ចឹងអានេះ2ខ្ញុំត្រូវដាក់3ដើម្បីបាន6ដែរអញ្ចឹងអុកស៊ីហ្សែន12បូក3 15ហើយ12បូក3 15ដែរអញ្ចឹងសម័យកាលគឺស្មើអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតថានៅពេលដែលអ្នកទាំងអស់គ្នាថ្លឹងសម័យកាលអ្នកទាំងអស់គ្នាកុំថ្លឹងអុកស៊ីហ្សែនឬក៏អ៊ីដ្រូសែនមុនបាទយើងកុំថ្លឹងទៅតាមលំដាប់បាទយើងឃើញកាល់ស្យូមយើងថ្លឹងកាល់ស្យូមបន្ទាប់មកយើងមើលអុកស៊ីហ្សែនបន្ទាប់មកយើងមើលអ៊ីដ្រូសែនគឺកុំថ្លឹងអញ្ចឹងកាលណាថ្លឹងអញ្ចឹងវាអាចធ្វើឲ្យយើងខាតពេលវេលាមិនមែនថាមិនត្រូវទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវទុកអុកស៊ីហ្សែននិងអ៊ីដ្រូសែនថ្លឹងក្រោយគេបន្ទាប់មកយើងនឹងការថ្លឹងសម័យកាលរបស់យើងនឹងបានរហ័សជាងធម្មតាបាទអស់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានយល់ហើយយើងជួបគ្នានៅវីដេអូក្រោយទៀត